មកទីហើយពុកម៉ែបងប្អូនបាទព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់ពុកម៉ែបងប្អូនពិសាឲ្យបានទៀងទាត់ពុកម៉ែបងប្អូននឹងបាត់រាល់បញ្ហាឈឺសន្លាក់រលាកសន្លាក់បញ្ហាស្ពឹកដៃស្ពឹកជើងក្តៅក្រហាយបាត់ដៃបាត់ជើងពិបាកក្នុងការធ្វើចលនាចេះតែតឹងតាមកញ្ញាំដៃកញ្ញាំជើងរឹងគាំងពិបាកក្តាប់ពិបាកលាធ្វើឲ្យពុកម៉ែបងប្អូនឈឺតាមកលេសម្រាមដៃម្រាមជើងឈឺតាមសន្លាក់ចកេះចកុងតាគៀកខ្នងដែលពុកម៉ែបងប្អូនកន្លងមកតែតែរកដំណោះស្រាយច្រើនប៉ុន្តែមិនទទួលបាននូវលទ្ធផលគិតថាខ្ញុំចេះតែថាដឹងបាទពុកម៉ែបងប្អូនអាចទៅទស្សនាវីដេអូអតិជនរបស់ខ្ញុំបាទផ្ទាល់បានដើម្បីកាន់តែច្បាស់ថាពួកគាត់មានបញ្ហាសុខភាពពិតប្រាកដនិងបានដោះស្រាយចំពោះបញ្ហាទាំងអស់នេះទទួលបានប្រសិទ្ធភាពទទួលបានលទ្ធផលពិតប្រាកដពុកម៉ែបងប្អូនណាដែលមានអាការៈដូចខ្ញុំទាំងដៃទាំងជើងបាទឈឺកាហាយក្តៅបាត់ដៃបាត់ជើងស្ពឹកបាត់ដៃនេះជីវប្រើចោលបាទខុសទេនេះបាទខ្ញុំអរគុណច្រើនខ្ញុំមិនមែនអ្នកលក់ទេតែដល់ពេលប្រើទៅជាទៅចេះជួយសបផ្សាយប៉ុណ្ណឹងឯងបាទអរគុណច្រើនក្រុមហ៊ុនណាមកសុកប៉ាន់បងឲ្យនិយាយល្អទេបងអត់ទេនេះខ្ញុំនិយាយសម្ដែងមានស្បត់ថ្ងៃភ្លើងស្វាហ្នឹងនេះចេញពីចិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្តស្ទុះស្ទាមករកឆ្នាំហ្នឹងព្រោះរឿងអីទៅភូតអីមកខ្លួនឯងឈឺនេះតែចង់ឲ្យគេផ្សាយថាខ្លួនឯងមិនឈឺព្រោះថាឈឺនេះមិនបាទជាខ្លួនឯងទៅយើងចាំបាច់ទៅកុហកគេទៅបើជាខ្លួនឯងប្រើខ្លួនឯងបាទហ្នឹងហើយឥឡូវឧទាហរណ៍ថាខ្ញុំអញ្ចឹងឥឡូវថាគេសម្ភាសខ្ញុំអញ្ចឹងចាហើយបើមានឃើញគេឃើញរូបខ្ញុំស្គាល់ខ្ញុំអីថាបើថាឈឺដូចខ្ញុំយកទៅលេបមើលសាកមើលហើយបើមិនជាទេឲ្យតែឈឺដូចខ្ញុំឈឺស្លាក់អីដូចខ្ញុំហ្នឹងហើយបើមិនជាទេឲ្យគេមកខ្ញុំហើយកាន់កញ្ចប់ហ្នឹងមកដល់ខ្ញុំមកបាច់ទៅដល់មកគ្រូព្រោះខ្ញុំអ្នកប្រើមកកែលោករោគអីហ្នឹងខ្ញុំដឹងទេណាតែបើរឿងស្លាក់ខ្ញុំជឿមកស្លាក់ដៃអីហ្នឹងខ្ញុំជឿខ្ញុំបានពេញប្រហែលដល់សារវាឈឺចាក់បាត់ជើងកណាហ្នឹងដល់អាត្មាឃើញគេឡាយរឿងវាហូបហ្នឹងទៅដល់វារៀបរាប់ថាពីរឿងអាការៈហ្នឹងទៅដូចជាត្រូវអាការៈរបស់អាត្មាលបងកណាណាដល់អញ្ចឹងទៅអាត្មាក៏សាកល្បងជាយកឆាន់ទៅណាឆាន់ទៅក៏បានស្រួលឯធម្មតាទៅណាជាចុងក្រោយនេះអាត្មាមានអីទេក៏សូមចែកលេខកណាផ្សព្វផ្សាយញាតិញោមពុទ្ធបរិស័ទបើមានអាការៈអញ្ចឹងហើយក៏ជាទៅនៅជាថ្នាំវិភពទៅសូមជម្រាបញោមទាំងអស់ដែលមានរោគដោយអាត្មានឹងអាចប្រើថ្នាំនេះបានញោមណាវីហូបនេះព្រោះអាត្មាវាមិនទាន់ប្រើនោះមានឈឺសន្លាក់ហើយនឹងក្តៅបាត់ជើងភ័យហ្នឹងភូលមកហ្នឹងដូចអាដេញគេអុចហ្នឹងអាត្មាប្រើថ្នាំនេះតែ2កញ្ចប់វាបាត់អាត្មាទៅលូនមកដល់អាត្មាបានទិញមកថែម4កញ្ចប់ទៀតឥឡូវនេះដើរបានស្រួលបួលណាញោមណាអត់พูดពោអីទេគឺរឿងរោគដោយអាត្មានេះគឺវារឿងពេទ្យអាត្មាប្រើពេទ្យឯងថ្នាំនេះវាសំពគេដាក់ទៅវាសំពអាត្មាដែលប្រើទៅបានបាត់អាការដែលវាចុកចាប់បាត់ជើងវាឈឺដូចដែលយើងអុចភ្លើងឈីបហ្នឹងវាបាត់ហើយ